บองปอนปริมาตุเตนิกชนจิตรอบอ่านบ้าประชีพรวดบ้ารอบปอนเนี่ยก็ปงแต่ดังหายโรคจุดทอสำหรับปุกวดบ้าเนี่ยคลาเมียนดอจะเปะตะเนียเกียร์สาดได้เมียกรมพลได้เมียอะไรปุกวดนี่บ้ากำปงแต่เตรียมเตียโรคจุดทอกับไลนาเตอร์จุดทอสำหรับเรียกับไลนาเตอร์จุดทอสำหรับประชีพรองครูไลนาเตอร์ยุทธทอสำหรับประชีพรถได้ตรการบองธเนียเทียชีพประจำบ่าจังบองปอนปริมาตุเตะในกระชนตีรอบอ่านบองปอนมือตึกตะเพียบร่วมปีประชีพรถขมายยังส่งไปปนเปย์นะบองปอนนายโดยมีการเฉาะหรือเวงปีบุกโกลมวยจำนวนโตแต่กอดเมียนเงียไตกะเชียออกหงากอดบานเพื่อมาประชีพรถไอโรงครูบ่าเนี่ยคลาเชียงดอการสลับบัดบองชีวิตเลยซาลอยบ่มนอลธเนียเกียบ่าบองใส่บองมีชั่วไว้ได้บองคนที่บองมีประจุนมาในบองยำหาสะแผนชนะบองรู้ในภูมินาได้บองยำในภูมิแขลงเมืองบองสกัดไผ่ยุคกรังไรสัตว์ให้บองมอตีนี่นำไปไปได้บองนำไปเอาทางยุคกระทรวงยุติธรรมช่วยเหรอยุติธรรมพวกยำนำไปสำลุยai khi cầm hông cho băng từ kia nè của trong tranh qua tranh bao cuộc quạt nhưng ở dạ phơi chất bay cho năm mươi nè ta ban bên lưới băng từ kia tê hay bị chia bớt để mau đến tung của mang cruza đây bong mờ nó thà chiêng mà pon của sa chiêng mà pon cruza cha mờ toàn o hay khăn một đẹp lại sừng về cho bong ngay bong hoặc ngay thơ ca khẩu nhầm mình ta ban lưới nâng xong giờ mà chai mà cạn mà sen tê băng từ kia tam tham tập hiệp mà hỏi pay ai tam có mai ở kia mà đo te hay là nâng nhầm ở tập hiệp ai chư phong ai phong nâng to su mờ đầm bay ai cả xuông vô để thoa nâng chui hậu vô để thoa đó buộc nhầm nè tại sao buộc thì khớp đầy mía nâng quạt giờ lôi nhầm tay quạt mình cân cu đập buộc nhầm sao mình tập quạt bỏng bao trong bắt đăng bị buộc nhầm thả buộc nhầm nâng nhung nhung kia buộc nhầm miền này na nhung nhung thế rất tập chia bờ tranh rong cua tại sao buộc quạt tranh mà buộc quạt hoa kia nâng à miền này na nhung này na thế buộc sao này chỉ bẹ bỏng non cái kia tại sao khi cầm hông mà nè nâng hai nâng bạ bộ quạt cu con quạt cầm chẳng cầm bộ quạt nâng mà phay sam sai chọc nè nâng cuộc mệt không không đây bóng planនេះណាគេបងកានហ្នឹងនេះហើយធីមបាទត្រូវជាម៉េចបងនឹងបាក់ពួករបស់ទីកំហុងដែលបោគឺអានឹងអាការក្រុមហ៊ុនបងឈឺចាប់ខ្លាំងបងឈឺចាប់ណាស់ព្រោះរាល់ថ្ងៃចុះបងឮថាអ្នកដែលរងគ្រោះមានស្លាប់មានអីហ្មងពុកក្មេងខ្ញុំចងកស្លាប់ដោយសារអាក្រុមហ៊ុនពិភពដីមានវាបោកដោយសារគាត់ឈឺចាប់កូនគាត់បងមានឈ្មោះដែរបងខ្ញុំឈ្មោះខំច័ន្ទនៅភូមិឃ្លាំងមឿងត្បូងសកាត់ពេញ7ក្រុងរិស័តបងអស់លុយប្រមាណដែរក្នុងខ្ញុំតែខ្លួនខ្ញុំអស់36000បងណាបងគាត់តែខ្ញុំម្នាក់ឯងហើយអ្នកមកតវ៉ាទាំងអស់ប្រមាណគ្រួសារបងបើចូល1000ជាងគ្រួសារតែមកនេះមកអត់តន់អស់ទេហើយចាញ់បោកណាគេបងចាញ់បោកដោយអាហ៊ីកំហុងគេមីសូនសុធាវិនទៅក្រុមហ៊ុនគេហ្នឹងអាក្រុមហ៊ុនពិភពដីមាសគេហៅឥឡូវគេលែងហៅក្រុមហ៊ុនពិភពដីមាសគេហៅក្រុមហ៊ុនពិភពដីបោកអូអានោះសម្រាប់ជាប្រវត្តិណាឈឺចាប់ហ្មងណាឈឺចាប់ពេកឥឡូវគេលែងហៅឈ្មោះតែបងដឹងហើយធ្វើម៉េចឲ្យបានយុត្តិធម៌សម្រាប់បងយកលុយទៅសងធនាគារបងក្រសួងយុតិធម៌ជួយរកដំណោះស្រាយឲ្យអតិថិជនដែលចាញ់បោកក្រុមហ៊ុនពិភពដីមាសនេះដើម្បីបានលុយទៅបងធនាគារឲ្យខ្លះព្រោះដោយសារចឹងធនាគារមករកឥឡូវខ្ញុំអស់ទាំងដីហើយអស់ទាំងផ្ទះទៀតបងមកប្រវិញងើបមកទាំងម៉ោងប៉ុន្មានដែរបងខ្ញុំមកតាំងម៉ោង4កន្លះម៉ោង4កន្លះថ្ងៃអីថ្ងៃហ្នឹងថ្ងៃនេះថ្ងៃច័ន្ទបាទហើយបងមកនេះមកទាំងឈឺចាប់ខ្លាំងបងបាទបងហើយបងឪពុកចងកស្លាប់ហើយមកអស់ដីអស់ផ្ទះទៀតឪពុកបងឯងចងកស្លាប់បាទចងកស្លាប់រឿងអីបងរឿងចាញ់បោកអាក្រុមហ៊ុនពិភពដីមាសអត់មានលុយបងធនាគារឪពុកបងឯងដែលស្លាប់ឈ្មោះអីបងឈ្មោះមឿនយន្តគាត់ស្លាប់ប្រហែលឆ្នាំហើយស្លាប់ខួប3ឆ្នាំនេះហើយបាទតែគាត់ឈឺចាប់ពេកបងណាបាទដោយសារធនាគារគេចេញចូលរាល់ថ្ងៃលោកឲ្យលោកឈឺចាប់ខ្លាំងពេកណាបងណាអូយបើមិនជឿទេក្រុមប្រឹក្សាវាគឺនៅក្នុងភូមិហ្នឹងដែរតែវាអត់ហ៊ានចាញ់មុខមកអូដំណោះស្រាយយ៉ាងអីទេបងបាទប្រិមត្តទូទាំងជនបងប្រុសបងស្រីរៀបរាប់ទាំងទឹកភ្នែកបាទដែលខ្ញុំធ្វើបទសម្ភាសន៍នៅវេលាម៉ោង8ព្រឹកនៅថ្ងៃទី24ខែ11ឆ្នាំ2025បងប្អូនយើងមើលទស្សនវិជ្ជារួមខ្មែរយើងកំពុងតែកាន់បណ្ណៈបាទកាន់បណ្ណៈនេះដើម្បីសុំទាមទារយុត្តិធម៌អ្វីដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងរងគ្រោះដោយសារលុយឲ្យទៅក្រុមហ៊ុនដីមាសអញ្ចឹងបងណាបាទអូបងឲ្យបងមានអ៊ំមានពូច្រើនណាបងប្អូនហើយរាប់ពាន់នាក់
បាទខ្ញុំសង្វេគណាស់ពុនពេកណាបងប្អូនខ្ញុំសង្វេគពុនពេកខ្លាំងណាស់ឃើញទស្សនវិជ្ជាបែបនេះខ្ញុំមើលទៅរន្ធត់បាទរន្ធត់ចិត្តចំនួនបាទរន្ធត់ចិត្តចំនួនអាណិតប្រជាពលរដ្ឋខ្មែរយើងដែលរងគ្រោះដោយសារបុគ្គលម្នាក់ដែលមានអម្រិតមានអំណាចបែបណាទេទៅឲ្យបោកប្រជាពលរដ្ឋយើងបានបងរៀបសួរបងកាន់រូបសម្ដេចហ្នឹងដើម្បីអីបងដើម្បីឲ្យសម្ដេចជារកចិត្តឲ្យកូនចៅសម្ដេចបងស្គាល់សម្ដេចសម្ដេចហ៊ុនម៉ាណែតទៀតបងស្គាល់ច្បាស់ណាលោកអ្នកមានប៉ុនណាបងអញ្ចឹងបើបងស្នើទៅគាត់លោកជួយហើយបើលោកអ្នកមានប៉ុនណាអញ្ចឹងបងសំណូមពរអីបងមានប្រសាសន៍មើលបងចាខ្ញុំសូមសំណូមពរសូមឲ្យសម្ដេចបបោថាប្រទេសហ៊ុនម៉ាណែតជាកូនចៅផងកូនចៅរាល់ថ្ងៃពិបាកវិបត្តិខ្លាំងណាស់ដែលសារឆ្លងពលាគាបងមានឈ្មោះដែរបងបងរស់នៅភូមិណាភូមិជើងឆ្នុកភូមិទាំង5ស្រុកបាធាយខេត្តកំពង់ចាមបងចាញ់បោកក្រុមហ៊ុនអីគេចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ចំនួនប្រមាណលុយបងអស់តែ5,000អូឥឡូវបងអស់លុយហើយបងបង់នាគាររហូតចាបងនាគាររហូតតាំងពីដាក់មកខ្ញុំមិនដែលបាន100លុយខ្វាយបងមកកន្លែងនេះទាំងមកប៉ុន្មានមកបងឥឡូវជិត3ឆ្នាំហើយឥឡូវបងចាញ់បោកគេហ្នឹង3ឆ្នាំហើយជិត3ឆ្នាំអត់មានបានលុយមួយសេនទេអ្នកណាអ្នកបោកបងអ្នកណាអូបងហើយបងគាត់ឈ្មោះសាសុភាវិនអូបាទបងជម្រាបសួរបងមានឈ្មោះដែរបងបាទខ្ញុំឈ្មោះសុកង៉ែតបងមានបញ្ហាដែរបងបានដល់ហើយកន្លែងនេះបងខ្ញុំមុននេះសូមឲ្យតុលាការជួយដោះស្រាយរឿងបញ្ហាជួយរកយុត្តិធម៌ឲ្យខ្ញុំឲ្យប្រំទាក្រុមហ៊ុនពិភពដីមាសលោកអុកញ៉ាហ៊ីកំពុងដែលបោកជាពលរដ្ឋបាទបងហើយបងស្នើទៅណាដើម្បីជួយរកយុត្តិធម៌ជូនបងបាទតំបងញ៉ាស្នើទៅខាងតុលាការយុត្តិធម៌ឲ្យជួយរកយុត្តិធម៌ជូនបងប្អូនជាពលរដ្ឋយើងបើតុលាការគ្មានដោះស្រាយមានស្នើទៅសម្ដេចពុកឲ្យជួយដោះស្រាយប្រជាពលរដ្ឋយើងព្រោះប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសត្រូវដោះបំណុលបងជួសក្រុមហ៊ុនពិភពដីមាសរាល់ខែសង្វេគបងសង្វេគប្រិមត្តទូទស្សនិកជនជាទីរាប់អានបងប្រុសបងស្រីលោកពូលោកមីងបានរៀបរាប់អំពីការចាញ់បោកបាទក្រុមហ៊ុនដីមាសហើយរូថតនេះបងរូថតជនរងគ្រោះដែរបាទរងគ្រោះអ្នកបានស្លាប់នឹងរូថតនឹងជនរងគ្រោះដែរអ្នកដែលស្លាប់ដោយសារក្រុមហ៊ុនដីមាសហ្នឹង32នាក់ហើយបងហើយបងសង្វេគបងគាត់ឈឺគាត់ទៅរកលុយជាបាលគ្មានទេសង្វេគបាទបងប្អូនប្រិមិត្តទូទស្សនិកជនជាទីរាប់អានខ្ញុំមកដល់កន្លែងមុខសាលាយុត្តិធម៌បាទដើម្បីប្រជាពលរដ្ឋរងគ្រោះរងអយុត្តិធម៌រឿងក្រុមហ៊ុនដីមាសប្រិមិត្តសង្វេគពុនពេកបងប្អូនឃើញទស្សនវិជ្ជាបែបនេះយើងសង្វេគបងប្អូនហើយយើងជនរួមជាតិខ្មែរបងប្អូនយើងឈឺចាប់ចំនួនបាទឈឺចាប់ចំនួនប្រជាពលរដ្ឋដែលរងគ្រោះដែលរងអយុត្តិធម៌ដោយសារក្រុមហ៊ុនដូចបានបញ្ជាក់ថាក្រុមហ៊ុនដីមាសដែលប្រជាពលរដ្ឋបញ្ជាក់ពីមុននេះបន្តិចឥឡូវប្រជាពលរដ្ឋយើងមកកំពុងតែមកកកមូមីជាច្រើនបាទមកជាច្រើនដើម្បីដង្ហើយរកយុត្តិធម៌ដង្ហើយរកភាពស្អាតស្អំត្រឹមត្រូវដើម្បីយកលុយពីក្រុមហ៊ុនដីមាសមកវិញដើម្បីបានលុយទៅបង់ធនាគារដើម្បីគាត់ជាប់បំណុលធនាគារបាទបំណុលធនាគារច្រើនណាស់ហើយមានលោកពូលោកអ៊ំបាទអ្នកមកនេះសិតតែខ្មែរសុទ្ធហ្មងខ្ញុំមើលឃើញសិតតែខ្មែរសុទ្ធតែរងអយុត្តិធម៌ខ្មែរសុទ្ធហ្មងបងប្អូនហើយខ្មែរសុទ្ធបាទសង្វេគណាបងប្អូនសង្វេគបាទហើយបើសិនជាបំណុលកើតគឺយើងត្រូវតែរើបំរាអយុត្តិធម៌ទីនោះត្រូវតែមានការតវ៉ាអញ្ចឹងអត់បាទយើងต้องសង្ឃឹមតាមប្រព័ន្ធផ្លូវច្បាប់ណាតុលាការជួយដោះស្រាយហៅហ៊ីកំហុងនៅក្រុមបាក់ពួករបស់ហ៊ីកំហុងណាចូលខ្លួនមកដំណោះស្រាយឲ្យពួកខ្ញុំបានក្នុងថ្ងៃនេះសង្ឃឹមលើច្បាប់ទាំងអស់គ្នាយាយយោព្រះជាម្ចាស់កម្ពុជាបាទបងប្អូនខ្ញុំឃើញហើយស្រក់ទឹកភ្នែកជំនួសបងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្ញុំមិនដឹងប្រើពាក្យពេចន៍អីដែលនិយាយសាកសមប្រជាពលរដ្ឋខ្មែរយើងកំពុងរងគ្រោះបងប្អូន
ហើយកំពុងតែឈឺចាប់ម្នាក់មានដល់ការស្លាប់បាត់បង់ជីវិតឬបញ្ជាក់ថាជាង30នាក់ដែលស្លាប់ដោយសារក្រុមហ៊ុនដីមាសដោយសារពិបាកចិត្តអញ្ចឹងយើងឃើញសង្វេគមុនពេកបងប្អូនឃើញហើយយើងសង្វេគយើងមិនដឹងថារៀបរាប់អីឲ្យសមទៅនឹងប្រជាពលរដ្ឋដែលឈឺចាប់បាទឈឺចាប់អញ្ចឹងសង្ឃឹមថាតើកន្លែងណាទៅយុទ្ធធរសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះរងអយុត្តិធម៌ឥឡូវពួកគាត់មកកន្លែងក្រសួងយុទ្ធធរហើយមកដល់កន្លែងក្រសួងយុទ្ធធរហើយកន្លែងក្រសួងយុទ្ធធរគឺជាក្រសួងប៉ុណ្ណាណីបើមិនជួយប្រជាពលរដ្ឋទៀតទេតើប្រជាពលរដ្ឋគាត់ដឹងហើយទៅខាងណាដើម្បីឲ្យជួយគាត់ពិតប្រាកដអញ្ចឹងមានតែបនបារមីមានមាត់ទឹកភ្នែកទឹកជាទឹកទេដែលបានជួយសង្វេគពុនពេករកប្រជាពលរដ្ឋរងគ្រោះរងអយុត្តិធម៌នេះមើលទៅខ្លោចចិត្តណាស់ខ្ញុំជាខ្មែរខ្ញុំរន្ធត់ពុនពេកខ្ញុំឃើញប្រជាពលរដ្ឋខ្មែរយើងដោយមានការឆក់ល្វែងបន្តិចបន្តួចធ្វើឲ្យក្រុមហ៊ុនបុគ្គលមួយចំនួនមានងាយអតីតជាអុកញ៉ាបោកលុយប្រជាពលរដ្ឋបែបនេះសង្វេគពុនពេកណាបងប្អូនហើយសង្វេគណាលពូវាសុលពូលពូមានឈ្មោះដែរលពូរុំភេរិនលពូរស់នៅភូមិណានៅភូមិរមូលភូមិរអាងស្រុកសង្ឃានខេត្តប៊ូចាមលពូរងគ្រោះពីបញ្ហាដែរលពូពីការរងគ្រោះអំពីបញ្ហាក្រុមហ៊ុនដីមាសហ្នឹងបោកពូចាញ់បោកគេប៉ុន្មានពូ14000 អីគេ$14000បាទចាញ់បោកពិតប្រកបពូបាទពិតប្រកបហើយឥឡូវនេះពូឈឺចាប់ខ្លាំងហើយឈឺចាប់ខ្លាំងហ្មងដល់បាទឥឡូវខ្ញុំមានជំងឺដែលលុយធំធនាគារអត់បានកាយទឹកនោមផ្អែមពូឲ្យពូសង្វេគឲ្យពូជាពាក់លុយធនាគារហ្នឹងដើម្បីយកឲ្យទៅក្រុមហ៊ុនដីមាសបាទហើយឥឡូវក្រុមហ៊ុនដីមាសអត់មានដំណោះស្រាយជូនពូទេហើយឥឡូវពូមានតែជំងឺទៀតហើយធនាគារមកទារលុយពូទៀតពូឲ្យពូខ្លងដីពីអីហ្នឹងហើយឥឡូវពូមកនេះមកកន្លែងណាទឹកដីឡើយនេះកំពុងតែមកនេះមកហ្នឹងកន្លែងតុលាការសាលាយុទ្ធធរដើម្បីឲ្យជួយពូបាទជួយក្នុងនាមពូជាប្រជាពលរដ្ឋឆ្លូតត្រង់ពូណាបាទសង្វេគណាពូសង្វេគណាសង្វេគពុនពេកណាខ្ញុំឃើញហើយទស្សនវិជ្ជានេះខ្ញុំចង់ស្រក់ទឹកភ្នែកអាណិតពុនពេកមិនដឹងថាមិនទេអញ្ចឹងមានតែស្នើទៅម្រាមដៃ10គោរពអស់លោកទាំងអស់គ្រប់ជាន់ថ្នាក់បាទជួយចាត់វិធានការជួយដោះស្រាយបន្ទាន់ដើម្បីជួយប្រជាពលរដ្ឋឆ្លូតត្រង់រងអយុត្តិធម៌បាទបងប្អូនប្រិមិត្តមើលទៅសង្វេគពុនពេកណាបងប្អូនឥឡូវខ្ញុំធ្វើការរាយការណ៍បាទនៅមុខសាលាយុត្តិធម៌មានថាក្រសួងយុត្តិធម៌បាទពីខ្ញុំម៉ាញ់អារ៉េតអគ្គនាយកស្ថានីយ៍ទូត TSK ធ្វើសេចក្តីរាយការណ៍ផ្ទាល់នៅមុខសាលាយុត្តិធម៌ដើម្បីជូនប្រជាពលរដ្ឋឆ្លូតត្រង់រងគ្រោះរងអយុត្តិធម៌ជាច្រើនដោយសារក្រុមហ៊ុនពិភពដីមាសអញ្ចឹងសូមស្នើទៅគ្រប់ក្រសួងស្ថាប័នជាពិសេសអាយដាមធំដែលក្នុងជួររដ្ឋាភិបាលជួយប្រជាពលរដ្ឋផងអាយដាមអស់លោកជួយប្រជាពលរដ្ឋឆ្លូតត្រង់អស់លោកបាទព័ត៌មានបន្ថែមខ្ញុំនឹងធ្វើការអាប់ដេតបន្ថែមទៀតសូមអរគុណប្រិយមិត្តទូទាំងជនជាទីរាប់អាន